អូនស្គាល់រុក្ខជាតិនេះដែរឬទេរុក្ខជាតិនេះផ្កាច្រើនណាស់នេះវារាងជាវល់វល់អានេះគេហៅឈ្មោះថាដើមខ្ញុះបាទដើមខ្ញុះគឺជាដើមផ្កាព្រៃធម្មជាតិបាទគេអត់សូវដែលប្រើជាអ្វីទេគេច្រើនតែយកប្រើជាអុសធ្វើជាកណ្ដាប់ចង្អេរផ្សេងទៀតខ្ញុំអត់បានដឹងទេ